ជំរាបសួរពុកម៉ែបងប្អូនវិលមកជួបជាមួយនឹងខ្ញុំទៀតហើយសាត់ស៊ីម៉ារស់នៅប្រទេសម៉ាឡេស៊ីថ្ងៃនេះខ្ញុំមានមុខម្ហូបមួយមុខទៀតហើយបងប្អូនឆាបង្គាជាមួយនឹងស្រូវសាលីបងប្អូនម្ហូបហ្នឹងគឺជាម្ហូបចិនបងប្អូនម្ហូបចិនគេហៅថាម៉ាក់ភិនហាបងប្អូនឥឡូវមកមើលគ្រឿងរបស់គ្នាបងប្អូនមានដូចជាប៊ឺបងប្អូននេះថាប៊ឺហើយនឹងស្លឹកកត្រុកជាមួយនឹងម្សៅដែលយើងយកមកឆាបង្គាហ្នឹងបងប្អូនឥឡូវខ្លាញ់យើងក៏ចាប់ផ្ដើមក្តៅហើយដាក់បង្គាចូលបងប្អូនហើយនេះគឺខ្ទាតបងប្អូនពេលហ្នឹងខ្ញុំយកគម្របយកមកថាបាំងអញ្ចឹងបងប្អូនដល់ពេលបានផ្លែទៅវាលេងខ្ទាតតែបងប្អូនយើងបំពងឲ្យនឹងឆ្អិនតិចមកគេថា80% អញ្ចឹងបងប្អូនកុំឆ្អិនពេកកុំឆៅពេកអញ្ចឹងព្រោះអីបើឆ្អិនពេកខ្លាចវារឹងសាច់បង្គាបងប្អូនហើយឥឡូវយើងមើលសាច់បង្គាយើងក៏ជិតឆ្អិនដែរហើយដូចថាមិនឆ្អិនពេកមិនឆៅពេកអញ្ចឹងបងប្អូនមកល្មមអញ្ចឹងយើងក៏ដកចេញមកអញ្ចឹងបងប្អូនយើងស្រង់ចេញពីខ្លាញ់មកបង្គាក៏ស្រង់ចេញអស់ដែរឥឡូវយើងចាប់ផ្ដើមធ្វើម្ដងបងប្អូនខ្ញុំដាក់ប៊ឺម្ដុំធំបន្ទាប់មកខ្ញុំដាក់ជាមួយស្លឹកត្នោតបងប្អូនស្លឹកត្នោតនៃនេះគេហៅស្លឹកការីអញ្ចឹងបងប្អូនយកមកឆាឲ្យឈ្ងុយមកឆាឲ្យវារឹងក្រៀមមកបងប្អូនឲ្យរឹងស្រួយអាស្លឹកនេះយើងឆាឲ្យរឹងស្រួយមកបានយើងដាក់បង្គាចូលដាក់បង្គារួចហើយយើងឆាបន្តិចទៅព្រោះអីវាមានដូចថាទឹកអញ្ចឹងបងប្អូនអាស្រក់ពីបង្គាមកយើងឆាឲ្យរឹងស្ងួតទឹកតិចទៅបន្ទាប់មកខ្ញុំឆារឹងស្ងួតទឹកហើយខ្ញុំក៏ចាក់ម្សៅនឹងចូលបងប្អូនប៉ុន្តែយើងត្រូវបិទភ្លើងបងប្អូនម្សៅនឹងយើងចាក់ចូលយើងត្រូវបិទភ្លើងសិនព្រោះអីខ្លាចខ្លោចយើងចាក់ចូលហើយយើងកូរឲ្យសព្វអញ្ចឹងបងប្អូនតែប៉ុណ្ណឹងរួចរាល់ការស្រេចហើយបងប្អូនឆ្អិនហើយតែប៉ុណ្ណឹងចាបើសិនជាចូលចិត្តវីដេអូនេះសូមកុំភ្លេចជួយចុច like និង share ឲ្យម្នាក់មួយផងបងប្អូនជួយ follow មួយផងបងប្អូនអរគុណច្រើនជម្រាបលាជួបខ្ញុំវីដេអូក្រោយ